Bạnជំរាបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយដើម្បីចែកម្លែកអ្នកនរគ្នាទាក់ទងជាមួយនឹងការប្រើប្រាស់ Excel បាទអញ្ចឹងវីដេអូខ្ញុំថ្ងៃនេះក៏មិនខុសពីរាល់ដងដែរទាក់ទងជាមួយនឹងការប្រើប្រាស់រូបមន្ត SAM-E អញ្ចឹងថ្ងៃនេះខ្ញុំសូមធ្វើការលោកយករូបមន្ត SAM-E ទៅតែយកមកធ្វើការបង្ហាញជូនអ្នកនរគ្នាម្ដងទៀតដោយសារលើកមុនយើងបានលើកប្រធានបទមួយទាក់ទងជាមួយនឹងការបូកចំណូលទៅតាមត្រីមាស ប៉ុន្តែនៅក្នុងវីដេអូនេះដែរយើងធ្វើការបូកទិន្នន័យរបស់យើងឬក៏បូកចំណូលទៅតាមឆុងមាសវិញម្ដងអញ្ចឹងក៏វាមានលក្ខណៈអីខុសគ្នាប៉ុន្មានដែរអញ្ចឹងខ្ញុំកុំឲ្យខាត់ពេលយូរឥឡូវខ្ញុំសូមធ្វើការបង្ហាញតែម្ដងបាទអញ្ចឹងអ្នកនរគ្នាបានឃើញហើយអញ្ចឹងទាំង3 column នេះគឺជាប្រភេទទិន្នន័យរបស់ខ្ញុំដែលទី1គឺមាន date ទី2គឺ revenue និងទី3គឺsemester អញ្ចឹង semester ដោយសារថាមួយឆ្នាំយើងមាន2ឆមាសមានឆមាសទី1មានឆមាសទី2អញ្ចឹងអានេះគឺជាប្រភេទចំណូលរបស់ខ្ញុំចាប់ពីខែ2រហូតដល់ខែទី12ហើយក៏មានដែលរបស់ខ្ញុំទៅតាមខែនីមួយៗដែរអានេះគឺជាsemester ឆមាសទី1ហើយជាមួយនឹងឆមាសទី2ហើយជាមួយនឹង total គឺចង់ដឹងថាមួយឆមាសយើងរកចំណូលបានប៉ុន្មានឆមាសទី1ហើយឆមាសទី2យើងរកចំណូលបានប៉ុន្មានហើយរយៈពេលទាំងពីរឆមាសហ្នឹងបុកចូលគ្នាថាមួយឆ្នាំយើងមកបានប៉ុន្មានបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅធ្វើការកែនេះដល់គ្នាអញ្ចឹងមិនខុសពីរាល់ដងម៉ាត់រាល់ដងទេអ្នកនរគ្នាធ្វើការចុចពាក្យថាស្មើមកហើយរកពាក្យរករូបមន្តមានឈ្មោះថា SAM-E អញ្ចឹងរែងមានន័យថានេះគឺជារែងនៃលក្ខខណ្ឌរបស់យើងចឹងដោយសារយើងចង់ធ្វើការបូកតាក់ទងជាមួយនឹងឆមាសមានលក្ខខណ្ឌsemester របស់យើងអញ្ចឹងយើងធ្វើការអស់ទៅលើ column តាក់ទងជាមួយ semester របស់យើងចាប់ពី D5 រហូតដល់D14 អញ្ចឹងយើងធ្វើការចុចខាងមួយមកអញ្ចឹង criteria គឺជាលក្ខខណ្ឌរបស់យើងដែលយើងចង់ដាក់លក្ខខណ្ឌចឹងដោយសារតែលក្ខខណ្ឌរបស់យើងមានន័យថាយើងចង់បូកចំណូលទៅតាមឆមាសអញ្ចឹងដោយសារតែ criteria របស់ខ្ញុំគឺឆមាសទី1អញ្ចឹងខ្ញុំ select ទៅលើF5 នេះមកហើយខ្ញុំចុចធ្វើការចុចខាងមួយអញ្ចឹងយើងចង់ធ្វើការSAM មានន័យថាយើងចង់ធ្វើការបូកទៅលើទិន្នន័យរបស់យើងមានថាដោយសារតែនៅក្នុងលំហាត់បងយើងដែលខ្ញុំចង់បង្ហាញនេះខ្ញុំចង់ធ្វើការបូកចំណូលរបស់យើងចាប់ពីឆមាសទី1និងឆមាសទី2អញ្ចឹងខ្ញុំចង់បូកទៅលើឆមាសទី1ខ្ញុំ select កន្លែង revenue នេះមកអញ្ចឹងចាប់ពី C5 ដល់ C14 ចាំតែដល់ទៅការបិទមុខបញ្ចប់មកវិញមកហើយចុច enter អញ្ចឹងអ្នកនរគ្នាឃើញថានៅក្នុងឆមាសទី1អ្នកនរគ្នារកចំណូលបាន4800ចឹងខ្ញុំធ្វើការ select មកដើម្បីឈប់បានឆមាសទី2អញ្ចឹងឆមាសទី2អ្នកនរគ្នារកចំណូលបាន29400អញ្ចឹងមានន័យថាមួយឆ្នាំនេះអ្នកនរគ្នារកបាន34200អញ្ចឹងបើយើងមើលទៅលើ data របស់យើងសរុបយើងឃើញថាវាដូចគ្នាមានន័យថាមួយឆ្នាំយើងរកបាន34200ដូចគ្នាអញ្ចឹងមានន័យថាទិន្នន័យដែលយើងធ្វើគឺត្រឹមត្រូវអញ្ចឹងនៅក្នុងលំហាត់នេះអ្នកនរគ្នាបានឃើញហើយនៅក្នុងឆមាសទី1ក៏បានបង្ហាញថាយើងរកបានចំណូលប៉ុណ្នេះឆមាសទី2ក៏បានបង្ហាញថាយើងបានរកចំណូលបានប៉ុណ្នេះបាទអញ្ចឹងនេះគឺជាអត្ថន័យនៃក្នុងលំហាត់មួយនេះអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរហើយក៏សូមអរគុណអ្នកនរគ្នាដែលបានធ្វើការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់អញ្ចឹងបើករណីមានពាក្យពេចន៍ខ្វះខាតឬក៏ចំណុចណាមួយដែលមិនសមរម្យក៏សូមការអធិស្ឋានពីអ្នកនរគ្នាផងហើយសូមឲ្យអ្នកនរគ្នាកុំភ្លេចជួយចុច subscribe ដល់ channel របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ